TikTok ម្នាក់នេះឈ្មោះថា Kimberly Kim គាត់មានអ្នក follow ចំនួន2លាននាក់ហើយគាត់ទៅបង្កើត TikTok ខែកញ្ញាថ្ងៃទី5 2025 វីដេអូនេះមានគេមើលដល់ទៅ182លានចុច9សែនហើយអ្នក love ដល់ទៅ20លានចុច1សែនតើបងប្អូនទៅមើលស្អីស្អាតនេះរបៀបផាត់មុខរបស់គាត់បងប្អូនរាល់គ្នាបានសួរខ្ញុំនៅលើ TikTok ថារបៀបផាត់មុខណាខ្ញុំបានប្រើនៅផលិតផលថែរក្សាស្បែកឥឡូវដំបូងខ្ញុំប្រើ L'Oreal Glomy Lotion ទៅមកគួរឲ្យខ្លាចប៉ុន្តែបងប្អូនត្រូវជឿនៅដំណើរការនេះហើយត្រូវតែផាត់ពេញមុខចឹងទៅអ្នកទាំងអស់គ្នាដឹងហើយថាស្បែកខ្ញុំខ្មៅជាងមុខចឹងណាហើយខ្ញុំមើលឃើញថាមើលទៅផាត់ហើយវាមុខអាឡងហើយមានសំណើមនៅពេលដែលខ្ញុំលាបវារួចហើយបន្ទាប់មកខ្ញុំលាបនៅម្សៅទឹកនេះហើយវាលាបបានជាប់24ម៉ោងសូមបងប្អូនកុំថាឲ្យខ្ញុំថាខ្ញុំលាបរបស់ច្រើនណានេះជាអ្វីដែលជាខ្ញុំអញ្ចឹងណាហើយបងប្អូនចង់ស្គាល់ខ្ញុំជាមនុស្សញ៉ៃបែបនេះជាអ្វីដែលខ្ញុំលាបហើយខ្ញុំមានដូចជាស្នាមមុនហើយស្នាមក្រហមហើយមើលទៅម្សៅនឹងវាសជាងមុខខ្ញុំប៉ុន្តែខ្ញុំខ្ជិលទៅទិញថ្មីអញ្ចឹងខ្ញុំប្រើអាចាស់ឲ្យអស់សិនទៅហើយតោះមកខ្ញុំបន្តវានៅលើមុននេះដោយសារមុននោះវាឃើញរៀងចេញមករៀងខ្លាំងអញ្ចឹងខ្ញុំលាបវាឲ្យអត់ឃើញមុនអញ្ចឹងណាបងប្អូនធ្វើតាមវិធីបងប្អូនណាហើយឥឡូវនេះខ្ញុំមកប្រើនៅ Wet n Wild Contour 6ខ្ញុំមិនដឹងថាវាពណ៌អីទេCall Me Maple ហើយនេះខ្ញុំដាក់វាលើមុខអញ្ចឹងហើយបងប្អូនត្រូវតែទុកចិត្តលើដំណើរការហ្នឹងហើយយើងផាត់វាអញ្ចឹងទៅមុខអញ្ចឹងឥឡូវខ្ញុំមកប្រើម្សៅpowder នេះហើយយើងលាបអញ្ចឹងទៅលាបវានៅក្រោមភ្នែកអញ្ចឹងហើយអ្នកទាំងអស់គ្នាសួរថាហេតុអីមិនលាបវាឲ្យពេញមុខទៅខ្ញុំថាលាបពេញមុខទៅវាចំណាយពេលយូរអញ្ចឹងឥឡូវខ្ញុំប្រើលាបអញ្ចឹងហើយវាចេញមកអញ្ចេះហើយបន្ទាប់មកយើងចាំវាមកផ្លែតអញ្ចឹងទៅហើយបន្ទាប់មកយកអំបោះនេះផាត់វាលើថ្ពាល់យើងទៅហើយវាចេញមកអញ្ចេះហើយមើលទៅវាដូចគួរអញ្ចឹងប៉ុន្តែបងប្អូនត្រូវទុកចិត្តលើដំណើរការបងផលិតផលខ្ញុំប្រើហ្នឹងខ្ញុំនឹងប្រើ Position Formula Butter Bronzer ហើយបន្ទាប់មកខ្ញុំប្រើនៅម្សៅផាត់ពណ៌ក្រហមនេះ MAC L ម៉ាក់ឈ្មោះថា Pate ម្សៅផាត់ Pate ខ្ញុំអត់ចេះអានទេបងប្អូនអើយខ្ញុំអត់ដឹងទេហើយខ្ញុំចូលចិត្តនៅម្សៅផាត់ពណ៌មានសក់ជាប់ខ្ញុំយកអំបោះហ្នឹងយកមកផាត់អាម្សៅផាត់ពណ៌ក្រហមហ្នឹងទៅហើយដាក់នៅលើថ្ពាល់ខ្ញុំហើយបងប្អូនដឹងថាខ្ញុំនេះចូលចិត្តអំបោះហើយខ្ញុំបានអាកាដូអំបោះហ្នឹងពី Christmas ហើយនឹងខួបកំណើតរបស់ខ្ញុំហើយបើសិនជាបងប្អូនចង់ឲ្យអំណោយដល់ខ្ញុំអំបោះហ្នឹងខ្ញុំក៏ព្រមទទួលដែរបងប្អូនព្រោះខ្ញុំចូលចិត្តអំបោះបន្ទាប់មកខ្ញុំផាត់វានៅលើថ្ងានៅលើច្រមុះលើថ្ពាល់លើចការបស់យើងហ្នឹងហើយខ្ញុំចូលចិត្តមុខបែបហ្នឹងដោយសារតែខ្ញុំមកពីប្រទេស Puerto Rico មើលទៅដូចខ្ញុំហ្នឹងមានស្បែកអាលៀតអញ្ចឹងណាហើយបន្ទាប់មកខ្ញុំប្រើនៅជ័ររោមចិញ្ចើមយើងសិតវាឲ្យវាឡើងលើទៅតាមរោមចិញ្ចើមយើងកោងអញ្ចឹងទៅខ្ញុំមិនដែរឲ្យគេធ្វើរោមចិញ្ចើមខ្ញុំឯងដោយសារខ្ញុំខ្លាចគេធ្វើឲ្យរោមចិញ្ចើមខ្ញុំទៅជាដូចថារោមចិញ្ចើមពីរអីចឹងណាព្រោះអីមើលទៅខ្ញុំអត់ចង់ធ្វើអញ្ចឹងហើយតោះមកយើងយកវាសិតអញ្ចឹងណាអានេះសម្រាប់ដូចថា mascara យើងយកអា mascara ទឹកហ្នឹងយកមកសិតចិញ្ចើមមើលទៅមុខអាក្រក់ម្ល៉េះហើយបន្ទាប់មកយើងយកប្រដាប់ពត់រួមភ្នែកនេះឃើញបងប្អូនឃើញភ្នែកខ្ញុំងើមកខាងទៀតអត់ងើទេអញ្ចឹងខ្ញុំចូលចិត្តប្រើនៅអាប្រដាប់ពត់រួមភ្នែកហើយបើសិនជាបងប្អូនមានអាប្រដាប់រួមភ្នែកហ្នឹងគឺល្អបំផុតសម្រាប់បងប្អូនណានេះជាអ្វីដែលខ្ញុំលឺនេះខ្ញុំពត់រួមភ្នែករបស់ខ្ញុំហើយឃើញថាវាងើស្អាតមែនតើហើយបន្ទាប់មកខ្ញុំប្រើនៅ mascara មក L'Oreal ខ្ញុំប្រើ mascara នេះតាំងពីខ្ញុំនៅ high school នៅវិទ្យាល័យម៉េច4ឆ្នាំមុនណាហើយខ្ញុំចូលចិត្តវាមែនតើបន្ទាប់មកយើងមើលទៅអញ្ចេះហើយបន្ទាប់ពីលាប mascara យើងធ្វើខុសយើងយកសលេងត្បាល់ត្រចៀកហ្នឹងជូតទឹកមាត់យើងហ្នឹងទៅហើយសម្អាតនៅត្បកភ្នែកស្ការ៉ាដែលប្រឡាក់លើត្បកភ្នែកហ្នឹងហើយខ្ញុំអត់ធ្វើមកព្រោះវាជាទឹកមាត់របស់ខ្ញុំអញ្ចឹងណាហើយបន្ទាប់មកយើងឃើញ mascara ហ្នឹងរួមភ្នែកយើងស្អាតហើយឃើញស្អាតមែនតើណាបន្ទាប់មកយើងប្រើនៅម្សៅធ្វើឲ្យមុខយើងភ្លឺឈ្មោះថា Baromia Highlighter Glaze and Butter យើងដាក់វានៅក្រោម
ផ្នែករបស់យើងច្រមុះរបស់យើងមាត់របស់យើងហើយកន្លែងគៀនផ្នែកយើងសងខាងហ្នឹងទៅហើយបន្ទាប់មកខ្ញុំប្រើនៅក្រែមនេះវាជាក្រែម sharp ហើយវាយូរហើយខ្ញុំប្រើយូរហើយបងប្អូនសូមបងប្អូនកុំប្រកាន់ខ្ញុំអីហើយអាហ្នឹងវាប្រើលើថ្ពាល់ក៏បានបបោមាត់យើងក៏បានដែរបងប្អូនយើងលាបវាលើបបេមាត់យើងជុំវិញអញ្ចឹងទៅហើយបងប្អូនឃើញដៃខ្ញុំវាប្រឡាក់ក្រហមពេលខ្ញុំរាំ TikTok ហ្នឹងដោយសារតែខ្ញុំប្រើនៅក្រែមលាបមាត់នឹងឯងហើយមួយទៀតក្រែមលាបមាត់ប្រើម៉ាក Nivea វាមានក្លិន blackberry បន្ទាប់មកខ្ញុំប្រើទឹកបាញ់មុខហ្នឹងគឺម៉ាក face sprayer ម៉ាក Finish Mask ខ្ញុំមិនដឹងទេតែខ្ញុំមិនដឹងថាមិនទេខ្ញុំបាញ់វាលើមុខទៅហើយបិទភ្នែកអញ្ចឹងទៅហើយធ្វើឲ្យក្រហមភ្នែកយើងកុំឲ្យវារបៀបថាចុះក្រោមហើយយើងបក់ដៃយើងអញ្ចឹងណាបក់វាឲ្យរៀងស្ងួតអញ្ចឹងទៅហើយបងប្អូនក៏ប្រកាន់ខ្ញុំថាក្លៀកខ្ញុំខ្មៅអីអញ្ចឹងដោយសារខ្ញុំប្រើនៅ Deodorant សម្រាប់លាបក្លៀកឲ្យក្លៀកខ្ញុំសហើយក្លៀកខ្ញុំអត់មានធុំក្លិនស្អុយទេបងប្អូនខ្ញុំផាត់មុខហើយនេះគឺជាអ្វីដែលខ្ញុំមើលទៅអញ្ចឹងហើយខ្ញុំមិនមែនជាអ្នកជំនាញផាត់មុខអីទេបងប្អូនអាចផាត់មុខតាមខ្ញុំបានបន្ថយបន្តានធ្វើទៅខ្ញុំថាចូលចិត្តខ្ញុំស្រឡាញ់បងប្អូនអរគុណសម្រាប់2លាន followers